ឆ្ងល់មែនទែននេះគ្រាន់តែចង់ហូបពងទាកូនសោះក៏ពិបាកដែរមានអ្នកមកចាំឈរពិចារណាឆ្វេងស្ដាំទាំងឪទាំងកូនហ្មងណាពេលខ្លះខ្ញុំទិញពងទាកូនមកបងប្អូនខ្ញុំត្រូវទៅអង្គុយហូបនៅខាងក្រៅផ្ទះម្នាក់ឯងឬក៏ពេលណាដែលគេអត់សូវចាប់អារម្មណ៍អញ្ចឹងណានឹងហើយព្រោះអីវាមិនជា culture នៅក្នុងប្រទេសអូស្ត្រាលីហើយថ្ងៃនេះគឺខ្ញុំបថុយហូបនៅក្នុងផ្ទះជុំប្តីជុំកូនអញ្ចឹងកូនខ្ញុំហើយនឹងស្វាមីខ្ញុំគាត់ញ៉ាំអាហារពេលល្ងាចធម្មតាទៅចំណែកខ្ញុំគឺអាហារពេលល្ងាចដែរប៉ុន្តែគ្រាន់តែថាអត់បាយទេគឺពងទាកូនហើយកូនពៅខ្ញុំនេះវិញគាត់មកពិចារណាថាម៉ាមីអាពងនឹងមិនក៏ធំម៉េះអានឹងពងកងានឬក៏ពងទាឬក៏ពងមាន់មិនក៏ធំប្លែកអញ្ចឹងណាគាត់ធ្លាប់ស្គាល់តែពងមាន់អញ្ចឹងនោះគាត់ខំមកអើតមើលថាម៉េចបាទក្នុងនឹងមានកូនមាន់អញ្ចឹងហើយម៉ាមីឯងមិនក៏ញ៉ាំកូនមាន់អញ្ចឹងអូយពិបាកឆ្លើយមែនទែនខ្ញុំហើយ